Walk with God ដើរជាមួយព្រះ Subscribe ធម្មជាតិនៃព្រះហឫទ័យស្រឡាញ់និងសេចក្តីសន្យារបស់ព្រះអេសាយចំពុក43ប៉ុន្តែឥឡូវនេះព្រះអម្ចាស់ដែលបង្កើតលោកគឺជាព្រះដែលបានបង្កើតអ៊ីស្រាអែលទ្រង់មានព្រះបន្ទូលថាកុំភ័យខ្លាចឡើយត្បិតយើងបានលាស់ឯងហើយយើងបានហៅឯងតាមឈ្មោះឯងជារបស់យើងកាលណាឯងឆ្លងកាត់ទឹកយើងនឹងនៅជាមួយឯងហើយពេលដែលឆ្លងកាត់ទន្លេទឹកក៏មិនក្រូតនៅឯងដែរកាលណាឯងដើរកាត់ភ្លើងនោះឯងមិនឆេះទេហើយអណ្ដាតភ្លើងក៏មិនអាចឆាបឆេះឯងបានដែរត្បិតយើងនេះជាព្រះអម្ចាស់ជាព្រះនៃឯងជាព្រះដ៏វិសុទ្ធនៃអ៊ីស្រាអែលជាព្រះអង្គសង្គ្រោះរបស់ឯងកុំភ័យខ្លាចឡើយត្បិតយើងនៅជាមួយឯងយើងនឹងនាំកូនចៅរបស់ឯងមកពីទិសខាងកើតហើយប្រមូលឯងពីទិសខាងលិចយើងនឹងប្រាប់ទៅទិសខាងជើងថាចូលឡើងឲ្យគេទៅហើយប្រាប់ទៅទិសខាងត្បូងថាកុំខ្វាត់គេទុកឡើយចូលនាំកូនប្រុសរបស់យើងពីទីឆ្ងាយនិងកូនស្រីរបស់យើងពីចុងផែនដីមកគ្រប់អ្នកដែលត្រូវគេហៅតាមឈ្មោះរបស់យើងដែលយើងបានបង្កើតឡើងសម្រាប់សេរីរុងរឿងរបស់យើងដែលយើងបានច្នៃនិងបានបង្កើតយើងគឺយើងនេះឯងជាព្រះអម្ចាស់ក្រៅពីយើងគ្មានព្រះអង្គសង្គ្រោះឡើយយើងបានប្រាប់ហើយបានសង្គ្រោះហើយបានប្រកាសឯងរាល់គ្នាជាសាក្សីរបស់យើងព្រះអម្ចាស់ប្រកាសថាគឺយើងនេះជាព្រះមែនហើយពីបុរាណមកយើងគឺជាព្រះអង្គគ្មានអ្នកណាអាចរំដោះពីកណ្ដាប់ដៃយើងបានឡើយពេលដែលយើងធ្វើការតើអ្នកណាអាចត្រឡប់វិញបានព្រះអម្ចាស់ជាព្រះដែលលាស់ឯងជាព្រះដ៏វិសុទ្ធនៃអ៊ីស្រាអែលទ្រង់មានព្រះបន្ទូលថាកុំនឹកចាំដល់ការទាំងឡាយពីដើមឡើយកុំគិតដល់របស់ដែលកន្លងផុតទៅនោះឡើយមើលយើងកំពុងធ្វើការថ្មីឥឡូវនេះការនោះបានលេចឡើងហើយតើឯងរាល់គ្នាមិនឃើញទេឬយើងកំពុងធ្វើផ្លូវនៅទីរហោឋាននិងស្ទឹងនៅវាលរហោឋានដើម្បីឲ្យប្រជាជនរបស់យើងគឺរាជដែលយើងបានជ្រើសរើសសម្រាប់ខ្លួនយើងបានផឹកហើយឲ្យគេអាចប្រកាសសេចក្តីសរសើររបស់យើងបានអេសាយជំពូក55អស់អ្នកដែលស្រេកឃ្លានអើយចូលមករកទឹកចុះហើយអស់អ្នកដែលគ្មានប្រាក់អើយចូលមកទិញស៊ីទៅចូលមកទិញស្រាទំពាំងបាយជូរនិងទឹកដោះដោយឥតប្រាក់ហើយឥតបង់ថ្លៃឡើយហេតុអ្វីបានជាចាយប្រាក់លើរបស់ដែលមិនមែនជាអាហារហើយធ្វើការនឿយហត់លើរបស់ដែលមិនឆ្អែតចូលស្ដាប់យើងហើយបរិភោគអ្វីដែលល្អនោះអ្នកនឹងរីករាយក្នុងអាហារដ៏ឧត្តមចូលផ្ទៀងត្រចៀកហើយមកឯយើងចូលស្ដាប់នោះអ្នកនឹងបានរស់យើងនឹងធ្វើសម្ព័ន្ធមេត្រីដ៏នឿយអស់កលជានិច្ចជាមួយអ្នកគឺសេចក្តីស្រឡាញ់ដ៏ស្មោះត្រង់របស់យើងដែលបានសន្យាដល់ដាវីតចូលស្វែងរកព្រះអម្ចាស់ក្នុងកាលដែលទ្រង់នៅជិតចូលអំពាវនាវដល់ទ្រង់ក្នុងកាលដែលទ្រង់គង់នៅជិតឲ្យមនុស្សអាក្រក់លះបង់ផ្លូវរបស់គេហើយមនុស្សទុច្ចរិតលះបង់គំនិតរបស់គេឲ្យគេត្រឡប់មករកព្រះអម្ចាស់នោះទ្រង់នឹងមានព្រះហឫទ័យមេត្តាករុណាដល់គេហើយមករកព្រះនៃយើងដើម្បីទ្រង់នឹងអត់ទោសឲ្យដោយសេរីព្រះអម្ចាស់ប្រកាសថាដើម្បីគំនិតរបស់យើងមិនមែនជាគំនិតរបស់អ្នករាល់គ្នាទេផ្លូវរបស់អ្នករាល់គ្នាក៏មិនមែនជាផ្លូវរបស់យើងដែរពីព្រោះដូចជាមេឃខ្ពស់ជាងផែនដីយ៉ាងណានោះផ្លូវរបស់យើងក៏ខ្ពស់ជាងផ្លូវរបស់អ្នករាល់គ្នាហើយគំនិតរបស់យើងក៏ខ្ពស់ជាងគំនិតរបស់អ្នករាល់គ្នាយ៉ាងនោះដែរដំបិតដូចជាភ្លៀងនិងព្រិលចុះមកពីលើមេឃហើយមិនត្រឡប់ទៅវិញទេមុននឹងធ្វើឲ្យផែនដីបានស្រោចទឹកហើយដុះពន្លកនិងចេញផ្កាធ្វើឲ្យមានពូជសម្រាប់អ្នកសាព្រោះហើយមាននំប៉័ងសម្រាប់អ្នកបរិភោគយ៉ាងណានោះព្រះបន្ទូលរបស់យើងដែលចេញពីមាត់យើងក៏យ៉ាងនោះដែរព្រះបន្ទូលនោះនឹងមិនត្រឡប់មកវិញទៅទេឡើយតែនឹងសម្រេចការដែលយើងប្រាថ្នាហើយនឹងបំពេញគោលបំណងដែលយើងបានចាត់ទៅយ៉ាងពិតប្រាកដអ្នករាល់គ្នានឹងចេញទៅដោយអំណរហើយត្រូវបាននាំទៅដោយសេចក្តីសុខសាន្តឯភ្នំនិងទួលទាំងអស់នឹងបន្លឺសំឡេងច្រៀងនៅមុខអ្នកហើយអស់ទាំងដើមឈើនៅវាលក៏នឹងតែដៃដែរយ៉ូហានចំពុក14
កុំឲ្យចិត្តរបស់អ្នករាល់គ្នាតក់ស្លុតឡើយចូលជឿដល់ព្រះជាម្ចាស់ហើយជឿដល់ខ្ញុំផងក្នុងដំណាក់របស់ព្រះបិតាខ្ញុំមានបន្ទប់ច្រើនបើមិនដូច្នេះទេតើខ្ញុំនឹងប្រាប់អ្នករាល់គ្នាថាខ្ញុំទៅរៀបចំកន្លែងឲ្យអ្នករាល់គ្នាឬហើយបើខ្ញុំទៅរៀបចំកន្លែងឲ្យអ្នករាល់គ្នានោះខ្ញុំនឹងត្រឡប់មកវិញហើយទទួលអ្នករាល់គ្នាទៅឯខ្ញុំដើម្បីឲ្យអ្នករាល់គ្នានៅកន្លែងដែលខ្ញុំនៅផងថូម៉ាទូលលោកថាព្រះអម្ចាស់អើយយើងខ្ញុំមិនដឹងថាព្រះអង្គទៅណាទេដូច្នេះតើយើងខ្ញុំអាចដឹងផ្លូវយ៉ាងដូចម្តេចទៅព្រះយេស៊ូវមានព្រះបន្ទូលតបថាខ្ញុំជាផ្លូវជាសេចក្តីពិតនិងជាជីវិតគ្មានអ្នកណាទៅឯព្រះបិតាបានឡើយលើកឡើងតែទៅតាមខ្ញុំប្រសិនបើអ្នករាល់គ្នាស្គាល់ខ្ញុំមែននោះអ្នករាល់គ្នាក៏ស្គាល់ព្រះបិតាខ្ញុំដែរចាប់ពីពេលនេះទៅអ្នករាល់គ្នាស្គាល់ទ្រង់ហើយបានឃើញទ្រង់ហើយចូលជឿខ្ញុំចុះពេលខ្ញុំនិយាយថាខ្ញុំស្ថិតនៅក្នុងព្រះបិតាហើយព្រះបិតាស្ថិតនៅក្នុងខ្ញុំឬយ៉ាងហោចណាស់ក៏ជឿដោយសារកិច្ចការដែលខ្ញុំបានធ្វើនោះខំយើងខ្ញុំប្រាប់អ្នករាល់គ្នាជាពិតថាអ្នកណាដែលជឿលើខ្ញុំនោះនឹងធ្វើកិច្ចការដែលខ្ញុំធ្វើហើយនឹងធ្វើកិច្ចការធំជាងនេះទៀតដល់បិទខ្ញុំនឹងទៅឯព្រះបិតាខ្ញុំនឹងធ្វើអ្វីក៏ដោយដែលអ្នករាល់គ្នាសុំក្នុងនាមខ្ញុំដើម្បីឲ្យព្រះបិតាបានតម្កើងសេរីរុងរឿងក្នុងព្រះបុត្រាអ្នករាល់គ្នាអាចសុំអ្វីក៏បានពីខ្ញុំក្នុងនាមខ្ញុំនោះខ្ញុំនឹងធ្វើឲ្យបានសម្រេចប្រសិនបើអ្នករាល់គ្នាស្រឡាញ់ខ្ញុំចូលកាន់តាមបណ្ដាំរបស់ខ្ញុំនឹងទូលអង្វរព្រះបិតាហើយទ្រង់នឹងប្រទានព្រះដ៏ជួយគាំទ្រមួយអង្គទៀតដល់អ្នករាល់គ្នាដើម្បីឲ្យគង់នៅជាមួយអ្នករាល់គ្នាជារៀងរហូតគឺជាព្រះវិញ្ញាណនៃសេចក្តីពិតសេចក្តីសុខសាន្តដែលខ្ញុំផ្ដល់ឲ្យគឺជាសេចក្តីសុខសាន្តរបស់ខ្ញុំមិនផ្ដល់ឲ្យអ្នករាល់គ្នាដោយដែលពិភពលោកផ្ដល់ឲ្យនោះទេកុំឲ្យចិត្តរបស់អ្នករាល់គ្នាតក់ស្លុតឡើយហើយកុំឲ្យភ័យខ្លាចឡើយយ៉ូហានទី1ចំពុក4បងប្អូនជាទីស្រឡាញ់អើយកុំជឿគ្រប់វិញ្ញាណឡើយតែចូលលបងមើលវិញ្ញាណទាំងនោះថាតើវិញ្ញាណនោះមកពីព្រះជាម្ចាស់ឬទេដើម្បីមានពួកភាការីខ្លាំងខ្លាយជាច្រើនបានចេញទៅក្នុងពិភពលោកអ្នករាល់គ្នាជាកូនជាទីស្រឡាញ់គឺមកពីព្រះជាម្ចាស់ហើយបានឈ្នះលើពួកគេហើយដើម្បីព្រះអង្គដែលស្ថិតនៅក្នុងអ្នករាល់គ្នាគឺធំជាងអ្នកដែលនៅក្នុងពិភពលោកបងអូនជាទីស្រឡាញ់អើយចូលយើងស្រឡាញ់គ្នាទៅវិញទៅមកដើម្បីសេចក្តីស្រឡាញ់មកពីព្រះជាម្ចាស់អស់អ្នកដែលស្រឡាញ់ត្រូវបានកើតពីព្រះជាម្ចាស់ហើយស្គាល់ព្រះជាម្ចាស់អ្នកណាដែលមិនស្រឡាញ់នោះមិនស្គាល់ព្រះជាម្ចាស់ទេដើម្បីព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់នេះជារបៀបដែលព្រះជាម្ចាស់បង្ហាញសេចក្តីស្រឡាញ់របស់ទ្រង់នៅក្នុងចំណោមយើងថាព្រះជាម្ចាស់បានចាត់ព្រះបុត្រាតែមួយរបស់ទ្រង់មកក្នុងពិភពលោកដើម្បីឲ្យយើងរស់នៅតាមរយៈទ្រង់គ្មានអ្នកណាម្នាក់ធ្លាប់ឃើញព្រះជាម្ចាស់ឡើយតែប្រសិនបើយើងស្រឡាញ់គ្នាទៅវិញទៅមកនោះព្រះជាម្ចាស់គង់នៅក្នុងយើងហើយសេចក្តីស្រឡាញ់របស់ទ្រង់ត្រូវបានធ្វើឲ្យពេញលេញនៅក្នុងយើងដូច្នេះយើងដឹងហើយទុកចិត្តលើសេចក្តីស្រឡាញ់ដែលព្រះជាម្ចាស់មានចំពោះយើងព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់អ្នកណាដែលរស់នៅក្នុងសេចក្តីស្រឡាញ់នោះរស់នៅក្នុងព្រះជាម្ចាស់ហើយព្រះជាម្ចាស់ក៏គង់នៅក្នុងគេដែរក្នុងសេចក្តីស្រឡាញ់គ្មានសេចក្តីភ័យខ្លាចឡើយតែសេចក្តីស្រឡាញ់ដ៏ល្អឥតខ្ចោះដេញសេចក្តីភ័យខ្លាចចេញព្រោះសេចក្តីភ័យខ្លាចតាក់ទងនឹងការដឹកទណ្ឌកម្មយើងស្រឡាញ់ព្រោះទ្រង់បានស្រឡាញ់យើងមុនទំនុកដំកើងចំពោះ139អព្រះអម្ចាស់អើយទ្រង់បានពិនិត្យមើលទូលបង្គំហើយស្គាល់ទូលបង្គំទ្រង់ជ្រាបកាលទូលបង្គំអង្គុយនិងកាលទូលបង្គំក្រោកឡើងទ្រង់យល់ដល់គំនិតរបស់ទូលបង្គំពីឆ្ងាយទ្រង់ពិចារណាមើលការចេញទៅនិងការដេកចុះរបស់ទូលបង្គំទ្រង់ស្គាល់គ្រប់ទាំងផ្លូវរបស់ទូលបង្គំយ៉ាងច្បាស់មុនពាក្យចេញពីអណ្ដាតទូលបង្គំអព្រះអម្ចាស់អើយទ្រង់ជ្រាបគ្រប់ទាំងអស់ហើយទ្រង់ហុំព័ទ្ធទូលបង្គំពីក្រោយនិងពីមុខហើយទ្រង់ដាក់ព្រះហស្ថលើទូលបង្គំចំណេះដឹងបែបនេះគឺអស្ចារ្យពេកសម្រាប់ទូលបង្គំខ្ពស់ហួសពីទូលបង្គំនឹងអាចទៅដល់បានតើទូលបង្គំនឹងទៅឯណាឲ្យរួចពីព្រះវិញ្ញាណរបស់ទ្រង់តើទូលបង្គំនឹងរត់ទៅឯណាឲ្យរួចពីព្រះវត្តមានរបស់ទ្រង់បើទូលបង្គំឡើងទៅលើស្ថានសួគ៌ទ្រង់គង់នៅទីនោះបើទូលបង្គំធ្វើក្រែដេកនៅទីជ្រៅទ្រង់ក៏គង់នៅទីនោះដែរទោះបីទូលបង្គំនិយាយថា
ប្រកាសជាភាពងងឹតនឹងបិទបាំងទួលបង្គំហើយពន្លឺជំវិញទួលបង្គំคล้ายទៅជាយប់ក៏ដោយតែភាពងងឹតក៏មិនងងឹតដល់ទ្រង់ដែរឯយប់នឹងភ្លឺដូចជាថ្ងៃព្រាបព្រោះភាពងងឹតដូចជាពន្លឺដល់ទ្រង់ដែរដបិតទ្រង់បានបង្កើតផ្នែកខាងក្នុងបំផុតរបស់ទួលបង្គំទ្រង់បានតបាំងទួលបង្គំនៅក្នុងផ្ទៃម្ដាយទួលបង្គំទួលបង្គំសូមសរសើរទ្រង់ព្រាបព្រោះទួលបង្គំត្រូវបានបង្កើតយ៉ាងល្អហើយអស្ចារ្យព្រះរាជកិច្ចរបស់ទ្រង់អស្ចារ្យណាស់ទួលបង្គំដឹងយ៉ាងច្បាស់ព្រះនេត្ររបស់ទ្រង់បានឃើញរូបកាយដែលមិនទាន់កើតរបស់ទួលបង្គំគ្រប់ទាំងថ្ងៃដែលបានកំណត់សម្រាប់ទួលបង្គំត្រូវបានកត់ត្រានៅក្នុងគម្ពីររបស់ទ្រង់មុនថ្ងៃណាមួយមកដល់អរព្រះជាម្ចាស់អើយសូមពិនិត្យមើលទួលបង្គំហើយស្គាល់ចិត្តទួលបង្គំសូមលបងលទួលបង្គំហើយស្គាល់គំនិតដែលបារម្ភរបស់ទួលបង្គំសូមមើលថាតើមានផ្លូវណាដែលធ្វើឲ្យអាក់អន់ចិត្តនៅក្នុងទួលបង្គំឬទេហើយសូមនាំទួលបង្គំទៅក្នុងផ្លូវដ៏នៅអស់កាលជានិច្ចនោះថងការណែនាំសម្រាប់ការគោរពនិងការរស់នៅដោយការថ្វាយបង្គំម៉ាថាយជំពូក6ចូលប្រយ័ត្នកុំធ្វើកិច្ចការសុចរិតរបស់អ្នករាល់គ្នានៅមុខមនុស្សដើម្បីឲ្យគេឃើញឡាយបើធ្វើនោះអ្នករាល់គ្នានឹងគ្មានរង្វាន់ពីព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ឡើយដូច្នេះកាលណាអ្នករាល់គ្នាចែកទានកុំប្រកាសដោយត្រែដោយពួកមនុស្សមានពុតធ្វើនៅក្នុងសាលាប្រជុំនិងតាមផ្លូវថ្នល់ដើម្បីឲ្យមនុស្សលើកតម្កើងឡើយយើងប្រាប់អ្នករាល់គ្នាជាពិតថាពួកគេបានទទួលរង្វាន់របស់គេពេញលេញហើយប៉ុន្តែកាលណាអ្នករាល់គ្នាចែកទានកុំឲ្យដៃឆ្វេងដឹងនៅអ្វីដែលដៃស្ដាំធ្វើឡើយដើម្បីឲ្យការចែកទានរបស់អ្នករាល់គ្នាបានសម្ងាត់នោះព្រះបិតារបស់អ្នករាល់គ្នាដែលទាត់ឃើញអ្វីដែលធ្វើដោយសម្ងាត់នឹងប្រទានរង្វាន់ដល់អ្នករាល់គ្នាហើយកាលណាអ្នករាល់គ្នាអធិដ្ឋានកុំឲ្យដូចជាពួកមនុស្សមានពុតឡើយដបិតពួកគេចូលចិត្តអធិដ្ឋានឈរនៅក្នុងសាលាប្រជុំនិងនៅតាមជ្រុងផ្លូវថ្នល់ដើម្បីឲ្យមនុស្សឃើញយើងប្រាប់អ្នករាល់គ្នាជាពិតថាពួកគេបានទទួលរង្វាន់របស់គេពេញលេញហើយប៉ុន្តែកាលណាអ្នករាល់គ្នាអធិដ្ឋានចូលទៅក្នុងបន្ទប់បិទទ្វារហើយអធិដ្ឋានដល់ព្រះបិតារបស់អ្នកដែលមើលមិនឃើញនោះព្រះបិតារបស់អ្នកដែលទតឃើញអ្វីដែលធ្វើដោយសម្ងាត់មិនប្រទានរង្វាន់ដល់អ្នករាល់គ្នាដូច្នេះចូលអធិដ្ឋានយ៉ាងនេះវិញអោព្រះបិតារបស់យើងដែលគង់នៅស្ថានសួគ៌អើយសូមឲ្យព្រះនាមទ្រង់បានបរិសុទ្ធសូមឲ្យរាជាណាចក្រទ្រង់មកដល់សូមឲ្យព្រះハរតីទ្រង់បានសម្រេចនៅលើផែនដីដូចនៅស្ថានសួគ៌ដែរសូមប្រទានអាហារប្រចាំថ្ងៃដល់យើងនៅថ្ងៃនេះហើយសូមអត់ទោសបំណុលរបស់យើងដូចយើងបានអត់ទោសដល់កូនបំណុលរបស់យើងដែរហើយកុំនាំយើងឲ្យធ្លាក់ក្នុងការលំបងឡើយតែសូមរំដោះយើងពីមាសស្ទ្រឺអាក្រក់វិញដបិតប្រសិនបើអ្នករាល់គ្នាអត់ទោសដល់មនុស្សដទៃពេលដែលគេធ្វើបាបទាស់នឹងអ្នកនោះព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌នឹងអត់ទោសឲ្យអ្នករាល់គ្នាដែរប៉ុន្តែបើអ្នករាល់គ្នាមិនអត់ទោសដល់អំពើបាបរបស់អ្នកដទៃទេនោះព្រះបិតារបស់អ្នករាល់គ្នាក៏មិនអត់ទោសអំពើបាបរបស់អ្នករាល់គ្នាដែរគុំប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួននៅលើផែនដីជាកន្លែងដែលកណ្ដៀរនិងច្រែះបំផ្លាញហើយជាកន្លែងដែលចោរទម្លុះចូលលួចបានប៉ុន្តែចូលប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួននៅស្ថានសួគ៌ជាកន្លែងដែលកណ្ដៀរនិងច្រែះមិនអាចបំផ្លាញហើយជាកន្លែងដែលចោរមិនអាចទម្លុះចូលលួចបានឡើយដូបិតកន្លែងណាដែលទ្រព្យសម្បត្តិរបស់អ្នករាល់គ្នានៅនោះចិនរបស់អ្នករាល់គ្នាក៏នៅទីនោះដែរហេតុនេះហើយខ្ញុំប្រាប់អ្នករាល់គ្នាថាកុំឲ្យខ្វល់ខ្វាយអំពីជីវិតរបស់អ្នករាល់គ្នាឡើយថាតើនឹងបរិភោគអ្វីឬនឹងផឹកអ្វីហើយក៏កុំខ្វល់ខ្វាយអំពីរូបកាយរបស់អ្នករាល់គ្នាដែរថាតើនឹងស្លៀកពាក់អ្វីតើជីវិតមិនប្រសើរជាងអាហារហើយរូបកាយប្រសើរជាងសម្លៀកបំពាក់ទេឬចូលមើលសត្វស្លាបនៅលើមេឃពួកវាមិនព្រោះមិនច្រូតឬប្រមូលទុកក្នុងជង្រុកទេតែព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ទ្រង់ចិញ្ចឹមពួកវាតើអ្នករាល់គ្នាមិនប្រសើរជាងពួកវាច្រើនណាស់ទេឬហេតុអ្វីបានជាអ្នករាល់គ្នាខ្វល់ខ្វាយអំពីសម្លៀកបំពាក់ចូលមើលផ្កានៅវាលយ៉ាងដូចម្ដេចដែលវាដុះឡើងពួកវាមិនធ្វើការនឿយហត់ឬអំបោះទេតែខ្ញុំប្រាប់អ្នករាល់គ្នាថាសូម្បីតែស្ដេចសាឡូមោនដែលមានសេរីរុងរឿងទាំងអស់ក៏មិនបានស្លៀកពាក់ដូចជាផ្កាមួយក្នុងចំណោមផ្កាទាំងនេះដែរ
តែចូលស្វែងរករាជាណាចក្ររបស់ព្រះអង្គនិងសេចក្តីសុចរិតរបស់ព្រះអង្គជាមុនសិននោះរបស់ទាំងអស់នេះនឹងត្រូវបានប្រទានដល់អ្នករាល់គ្នាដែរដូច្នេះកុំឲ្យខ្វល់ខ្វាយអំពីថ្ងៃស្អែកឡើយដើម្បីថ្ងៃស្អែកនឹងខ្វល់ខ្វាយអំពីខ្លួនវាហើយទុក្ខលំបាកសម្រាប់មួយថ្ងៃគឺគ្រប់គ្រាន់ហើយសម្រាប់ថ្ងៃនោះទំនុកដំកើងចំពុក34ខ្ញុំនឹងលើកតម្កើងព្រះអម្ចាស់គ្រប់វេលាសេចក្តីសរសើររបស់ទ្រង់នឹងនៅលើមាត់ខ្ញុំជានិច្ចខ្ញុំនឹងអួតអំពីព្រះអម្ចាស់ឲ្យអស់ញាក់ដែលរងទុក្ខបានឮហើយអសប្បាយចូលលើកតម្កើងព្រះអម្ចាស់ជាមួយខ្ញុំចោះចូលយើងលើកតម្កើងព្រះនាមទ្រង់ជាមួយគ្នាខ្ញុំបានស្វែងរកព្រះអម្ចាស់ហើយទ្រង់បានឆ្លើយមកខ្ញុំទ្រង់បានរំដោះខ្ញុំពីការភ័យខ្លាចទាំងអស់របស់ខ្ញុំចូលភ្លឹកហើយឃើញថាព្រះអម្ចាស់ល្អវិសេសណាស់អ្នកដែលជ្រកកោនក្នុងទ្រង់ក៏មានពរអស់អ្នកជារាស្តាដ៏វិសុទ្ធរបស់ទ្រង់អើយចូលកោតខ្លាយព្រះអម្ចាស់ចោះដោយបិទអស់អ្នកដែលកោតខ្លាយទ្រង់មិនខ្វះអ្វីឡើយកូនអើយចូលមកស្ដាប់ខ្ញុំនឹងបង្រៀនឯងរាល់គ្នាអំពីការកោតខ្លាយព្រះអម្ចាស់អ្នកណាដែលស្រឡាញ់ជីវិតហើយចង់ឃើញថ្ងៃល្អជាច្រើនចូលថែរក្សាអណ្ដាតពីអំពើអាក្រក់និងបបួរមាត់មិនឲ្យនិយាយកុហកឡើយចូលងាកចេញពីអំពើអាក្រក់ហើយធ្វើអំពើល្អចូលស្វែងរកសេចក្តីសុខសាន្តហើយដេញតាមសេចក្តីសុខសាន្តនោះព្រះនេតរបស់ព្រះអម្ចាស់នៅលើមនុស្សសុចរិតហើយព្រះការរបស់ទ្រង់ក៏ផ្ទៀងស្ដាប់សេចក្តីអង្វររបស់គេតែព្រះភ័ក្ត្ររបស់ព្រះអម្ចាស់ទាស់នឹងអស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់ដើម្បីលុបឈ្មោះរបស់គេចេញពីផែនដីព្រះអម្ចាស់គង់នៅជិតអស់អ្នកដែលមានចិត្តបាក់បែកហើយទ្រង់សង្គ្រោះអស់អ្នកដែលមានស្មារតីក្រៀមក្រំមនុស្សសុចរិតអាចមានទុក្ខលំបាកជាច្រើនតែព្រះអម្ចាស់រំដោះគេពីទុក្ខលំបាកទាំងអស់នោះទំនុកដំកើងចំពុក16អូព្រះនៃទូលបង្គំអើយសូមថែរក្សាទូលបង្គំឲ្យបានសុវត្ថិភាពដើម្បីទូលបង្គំច្រកកោនគលងទ្រង់ទូលបង្គំនិយាយទៅកាន់ព្រះអម្ចាស់ថាទ្រង់ជាព្រះអម្ចាស់របស់ទូលបង្គំក្រៅពីទ្រង់ទូលបង្គំគ្មានអ្វីល្អឡើយអូព្រះអម្ចាស់អើយទ្រង់តែមួយព្រះអង្គជាចំណែកនិងជាពៃរបស់ទូលបង្គំទ្រង់ធ្វើឲ្យចំណែករបស់ទូលបង្គំបានសុវត្ថិភាពព្រំដែនរបស់ទូលបង្គំបានធ្លាក់ទៅក្នុងកម្លាំងដ៏គប់ចាត់ខ្ញុំមានមរតកដ៏គួរឲ្យរីករាយណាស់ខ្ញុំនឹងសរសើរព្រះអម្ចាស់ដែលប្រឹក្សាខ្ញុំសូម្បីតែនៅព្រះយមចិត្តខ្ញុំក៏ណែនាំខ្ញុំដែរខ្ញុំរក្សាភ្នែកខ្ញុំឲ្យនៅលើព្រះអម្ចាស់ជានិច្ចដោយមានទ្រង់នៅខាងស្ដាំដៃខ្ញុំនឹងមិនត្រូវញាប់ញ័រឡើយហេតុនេះហើយចិត្តខ្ញុំរីករាយហើយអណ្ដាតខ្ញុំអសប្បាយរូបកាយខ្ញុំក៏នឹងសម្រាកដោយសុវត្ថិភាពដែរទ្រង់បង្ហាញផ្លូវជីវិតដល់ខ្ញុំទ្រង់នឹងបំពេញខ្ញុំដោយអំណរនៅក្នុងព្រះវត្តមានរបស់ទ្រង់ដោយក្តីរីករាយអស់កលជានិច្ចនៅខាងស្ដាំព្រះហស្ថរបស់ទ្រង់ទំនុកដំកើងជំពូក63អូព្រះអើយទ្រង់ជាព្រះនៃទូលបង្គំទូលបង្គំស្វែងរកទ្រង់ដោយឧស្សាហ៍ទូលបង្គំស្រេកឃ្លានទ្រង់ខ្លួនប្រាណទូលបង្គំនឹករលឹកទ្រង់នៅក្រុងស្រុកដែលស្ងួតហួតហែងហើយស្រេកទឹកគ្មានទឹកឡើយព្រោះសេចក្តីស្រឡាញ់របស់ទ្រង់ប្រសើរជាងជីវិតនុបបួរមាត់ទូលបង្គំនឹងលើកតម្កើងទ្រង់ទូលបង្គំនឹងសរសើរទ្រង់ដរាបណាទូលបង្គំនៅរស់ហើយក្នុងព្រះនាមទ្រង់ទូលបង្គំនឹងលើកដៃឡើងទូលបង្គំនឹងបានឆ្អែតបរិបូរដូចជាអាហារដ៏ឧត្តមបំផុតដែរដោយបបួរមាត់ច្រៀងរបស់ទូលបង្គំមាត់ទូលបង្គំនឹងសរសើរទ្រង់នៅលើក្រែទូលបង្គំខ្ញុំនឹកចាំដល់ទ្រង់ខ្ញុំគិតដល់ទ្រង់តាមរយៈការយាមនៅពេលយប់ពីព្រោះទ្រង់ជាជំនួយរបស់ទូលបង្គំច្រៀងនៅក្រោមលុបនៃស្លាបរបស់ទ្រង់ទូលបង្គំតោងជាប់នឹងទ្រង់ព្រះហស្ថស្ដាំរបស់ទ្រង់ទ្រទ្រង់ទូលបង្គំទំនុកដំកើងជំពូក19ស្ថានសួគ៌ប្រកាសពីសេរីរុងរឿងរបស់ព្រះជាម្ចាស់ផ្ទៃមេឃប្រាប់ពីការដែលព្រះហស្ថទ្រង់បានធ្វើថ្ងៃហើយថ្ងៃទៀតពួកវាចាក់ស្រោយពាក្យសម្ដីយប់ហើយយប់ទៀតពួកវាបង្ហាញចំណេះដឹងពួកវាគ្មានវាចាពួកវាមិនប្រើពាក្យសម្ដីគ្មានសំឡេងណាត្រូវបានឮពីពួកវាឡើយប៉ុន្តែសំឡេងរបស់ពួកវាចេញទៅដល់ផែនដីទាំងអស់ពាក្យរបស់ពួកវាទៅដល់ចុងបំផុតនៃពិភពលោកក្រឹតវិន័យរបស់ព្រះអម្ចាស់ល្អឥតខ្ចោះធ្វើឲ្យប្រលឹងបានស្រស់ថ្លា
ក្រិតក្រមរបស់ព្រះអម្ចាស់គួរទុកចិត្តធ្វើឲ្យមនុស្សល្ងងខ្លៅមានប្រាជ្ញាបញ្ញត្តិរបស់ព្រះអម្ចាស់ត្រឹមត្រូវផ្ដល់អំណរដល់ចិត្តព្រះបញ្ញត្តិរបស់ព្រះអម្ចាស់មានពន្លឺផ្ដល់ពន្លឺដល់ភ្នែកការកោតខ្លាចព្រះអម្ចាស់បរិសុទ្ធស្ថិតស្ថេរនៅអកលជានិច្ចព្រះក្រឹតវិន័យរបស់ព្រះអម្ចាស់រឹងមាំហើយសុចរិតទាំងអស់ព្រះក្រឹតវិន័យទាំងនោះមានតម្លៃជាងមាសគឺជាងមាសសុទ្ធច្រើនផងផ្អែមជាងទឹកឃ្មុំគឺជាងទឹកឃ្មុំពីសម្បុកឃ្មុំទៅទៀតសេចក្តីទុកចិត្តទីពឹងនឹងការតស៊ូក្នុងគ្រាលំបាកយ៉ាកុបជំពូក1បងប្អូនអើយចូលរាប់ទុកលំបាកគ្រប់បែបយ៉ាងដែលអ្នករាល់គ្នាប្រឈមមុខថាជាសេចក្តីអំណរដ៏សុទ្ធសាធចុះពីព្រោះអ្នករាល់គ្នាដឹងថាការសាកល្បងនៃសេចក្តីជំនឿរបស់អ្នករាល់គ្នាបង្កើតឲ្យមានការតស៊ូចូលឲ្យការតស៊ូសម្រាប់កិច្ចការរបស់វាដើម្បីឲ្យអ្នករាល់គ្នាបានពេញវ័យហើយគ្រប់លក្ខមិនខ្វះអ្វីឡើយប្រសិនបើអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាខ្វះប្រាជ្ញាចូលឲ្យអ្នកនោះទូលសូមពីព្រះជាម្ចាស់ដែលប្រទានឲ្យគ្រប់គ្នាដោយសប្បុរសហើយឥតស្ដីបន្ទោសនោះទ្រង់នឹងប្រទានដល់គេប៉ុន្តែពេលសុំគេត្រូវតែជឿហើយកុំសង្ស័យពីព្រោះអ្នកដែលសង្ស័យដូចជារលកសមុទ្រដែលត្រូវខ្យល់បក់បោកហើយបក់ទើមកអ្នកដែលមានពរគឺជាអ្នកដែលតស៊ូក្នុងគ្រាលំបងដបិតក្រោយពីបានឈ្នះការលំបងហើយអ្នកនោះនឹងទទួលមគុតជីវិតដែលព្រះអម្ចាស់បានសន្យាដល់អស់អ្នកដែលស្រឡាញ់ទ្រង់អំណោយដ៏ល្អនិងគ្រប់លក្ខណៈទាំងអស់មកពីស្ថានលើគឺចុះមកពីព្រះបិតានៃពន្លឺនៅស្ថានសួគ៌ដែលមិនប្រែប្រួលដូចជាស្រមោលដែលរំកិលឡើយបងប្អូនជាទីស្រឡាញ់របស់ខ្ញុំអើយចូលកត់ចំណាំចំណុចនេះមនុស្សគ្រប់រូបគួរឲ្យរហ័សក្នុងការស្ដាប់យឺតក្នុងការនិយាយនិងយឺតក្នុងការខឹងពីព្រោះសេចក្តីខឹងរបស់មនុស្សមិនបង្កើតសេចក្តីសុចរិតដែលព្រះជាម្ចាស់សពព្រះハរតីឡើយដូច្នេះចូលលាក់បងចោលភាពស្មោះគ្រោកខាងសីលធម៌ទាំងអស់និងអំពើអាក្រក់ដែលកំពុងពេញនិយមហើយទទួលយកព្រះបន្ទូលដែលបានដាំនៅក្នុងខ្លួនដោយបន្ទាបខ្លួនដែលអាចសង្គ្រោះអ្នកបានកុំត្រឹមតែស្ដាប់ព្រះបន្ទូលហើយបោកបញ្ឆោតខ្លួនឯងឡើយត្រូវធ្វើតាមអ្វីដែលព្រះបន្ទូលនោះបានចែងទំនុកដំកើងជំពូក41ព្រះជាម្ចាស់ជាទីពឹងនិងជាកម្លាំងរបស់យើងជាជំនួយដែលមានស្រាប់ក្នុងគ្រាលំបាកហេតុនេះហើយយើងនឹងមិនខ្លាចឡើយទោះបីផែនដីរំកិលចេញទៅហើយភ្នំទាំងឡាយធ្លាក់ទៅក្នុងបេះដូងសមុទ្រក៏ដោយទោះបីទឹកសមុទ្របោកបក់ហើយមានពពុះហើយភ្នំញ័ររញ្ជួយដោយសាររលករបស់វាក៏ដោយមានទន្លេមួយដែលស្ទឹងរបស់វាធ្វើឲ្យទីក្រុងរបស់ព្រះជាម្ចាស់រីករាយគឺជាទីកន្លែងដ៏វិសុទ្ធដែលព្រះដ៏ខ្ពស់បំផុតគង់នៅព្រះជាម្ចាស់ស្ថិតនៅក្នុងទីក្រុងនោះនឹងមិនដួលរលំឡើយព្រះជាម្ចាស់នឹងជួយទីក្រុងនោះនៅពេលព្រឹកព្រលឹមសាសទាំងឡាយបានច្របូកច្របល់នគរទាំងឡាយបានដួលរលំទ្រង់បញ្ចេញព្រះសូរសៀងរបស់ទ្រង់ផែនដីក៏រលាយទៅព្រះអម្ចាស់ដ៏មានគ្រូព្រះជាស្ដាគង់នៅជាមួយយើងព្រះជាម្ចាស់របស់យ៉ាកុបជាបន្ទាយរបស់យើងទ្រង់មានព្រះបន្ទូលថាចូលនៅស្ងៀមហើយដឹងថាយើងនេះជាព្រះយើងនឹងត្រូវបានលាក់តម្កើងនៅក្នុងចំណោមសាសទាំងឡាយយើងនឹងត្រូវបានលាក់តម្កើងនៅលើផែនដីព្រះអម្ចាស់ដ៏មានគ្រូព្រះជាស្ដាគង់នៅជាមួយយើងព្រះជាម្ចាស់របស់យ៉ាកុបជាបន្ទាយរបស់យើងទំនុកដំកើងចំពុក121ខ្ញុំងើបភ្នែកមើលភ្នំតើជំនួយរបស់ខ្ញុំមកពីណាជំនួយរបស់ខ្ញុំមកពីព្រះអម្ចាស់ជាអ្នកបង្កើតស្ថានសួគ៌និងផែនដីទ្រង់នឹងមិនឲ្យជើងអ្នករអិលឡើយព្រះអង្គដែលយាមអ្នកនឹងមិនងងុយដេកឡើយពិតមែនព្រះអង្គដែលយាមអ៊ីស្រាអែលមិនងងុយដេកឬដេកលក់ឡើយព្រះអម្ចាស់យាមអ្នកព្រះអង្គជាម្លប់របស់អ្នកនៅខាងស្ដាំដៃរបស់អ្នកឯថ្ងៃនឹងមិនធ្វើឲ្យអ្នកឈឺចាប់នៅពេលថ្ងៃឡើយហើយព្រះច័ន្ទក៏មិនធ្វើឲ្យអ្នកឈឺចាប់នៅពេលយប់ដែរព្រះអម្ចាស់នឹងរក្សាអ្នកឲ្យរួចពីគ្រោះថ្នាក់ទាំងអស់ទ្រង់នឹងយាមមើលជីវិតរបស់អ្នកព្រះអម្ចាស់នឹងយាមមើលការចេញចូលរបស់អ្នកទាំងឥឡូវនេះនឹងជារៀងរហូតតទៅទំនុកដំកើងចំពុក73ប្រកាសជាព្រះជាម្ចាស់ឡវិសេសចំពោះអ៊ីស្រាអែលចំពោះអស់អ្នកដែលមានចិត្តបរិសុទ្ធប៉ុន្តែចំពោះខ្ញុំវិញជើងរបស់ខ្ញុំស្ទើរតែរអិលទៅហើយខ្ញុំស្ទើរតែបាត់បង់ចំហរបស់ខ្ញុំទៅហើយដបិតខ្ញុំច្រណែននឹងពួកមនុស្សដែលមានអំនួត
កាលខ្ញុំឃើញភាពចម្រុងចម្រើនរបស់មនុស្សអាក្រក់កាលខ្ញុំព្យាយាមយល់អំពីការទាំងអស់នេះវាធ្វើឲ្យខ្ញុំពិបាកចិត្តយ៉ាងខ្លាំងរហូតដល់ខ្ញុំបានចូលទៅក្នុងទីសក្ការៈរបស់ព្រះជាម្ចាស់ទើបខ្ញុំយល់ពីទីអំផិតរបស់ពួកគេកាលណាចិត្តខ្ញុំសោកសៅហើយវិញ្ញាណខ្ញុំមានភាពជូរចត់ខ្ញុំជាមនុស្សល្ងីល្ងើហើយងំខ្លៅខ្ញុំជាសត្វទេរឆាននៅមុខទ្រង់ប៉ុន្តែខ្ញុំនៅជាមួយទ្រង់ជានិច្ចទ្រង់កាន់ខ្ញុំដោយព្រះហស្តស្ដាំរបស់ទ្រង់ទ្រង់ណែនាំខ្ញុំដោយដំបូន្មានរបស់ទ្រង់ហើយបន្ទាប់មកទ្រង់នឹងទទួលខ្ញុំទៅក្នុងសេរីរុងរឿងតើខ្ញុំមានអ្នកណានៅស្ថានសួគ៌ក្រៅពីទ្រង់ហើយនៅលើផែនដីខ្ញុំមិនចង់បានអ្វីក្រៅពីទ្រង់ឡើយសាច់ឈាមនិងចិត្តខ្ញុំអាចបរាជ័យតែព្រះជាម្ចាស់ជាកម្លាំងនៃចិត្តខ្ញុំនិងជាចំណែករបស់ខ្ញុំជារៀងរហូតទំនុកដំកើងចំពោះ25អូព្រះអម្ចាស់ជាព្រះរបស់ទូលបង្គំអើយទូលបង្គំទុកចិត្តលើទ្រង់ទូលបង្គំជឿលើទ្រង់សូមកុំឲ្យទូលបង្គំត្រូវអាម៉ាស់ហើយក៏កុំឲ្យខ្មាំងសត្រូវរបស់ទូលបង្គំទទួលជ័យជំនះលើទូលបង្គំឡើយអូព្រះអម្ចាស់អើយសូមបង្ហាញផ្លូវរបស់ទ្រង់ដល់ទូលបង្គំសូមបង្រៀនទូលបង្គំនៅមាគ៌ារបស់ទ្រង់សូមណែនាំទូលបង្គំក្នុងសេចក្តីពិតរបស់ទ្រង់ហើយបង្រៀនទូលបង្គំដើម្បីទ្រង់ជាព្រះជាម្ចាស់ជាព្រះអង្គសង្គ្រោះរបស់ទូលបង្គំហើយសេចក្តីសង្ឃឹមរបស់ទូលបង្គំនៅក្នុងទ្រង់ពេញមួយថ្ងៃព្រះអម្ចាស់ឡវិសេសហើយត្រឹមត្រូវហេតុនេះហើយទ្រង់ណែនាំមនុស្សមានបាបក្នុងផ្លូវរបស់ទ្រង់ទ្រង់ណែនាំមនុស្សស្លូតបូតក្នុងអ្វីដែលត្រឹមត្រូវហើយបង្រៀនគេនៅផ្លូវរបស់ទ្រង់ព្រះអម្ចាស់ទុកចិត្តលើអស់អ្នកដែលកោតខ្លាចទ្រង់ទ្រង់ធ្វើឲ្យគេស្គាល់សម្ព័ន្ធមេត្រីរបស់ទ្រង់សូមបែរមករកទូលបង្គំហើយសូមមេត្តាដល់ទូលបង្គំដើម្បីទូលបង្គំឯកោហើយរងទុក្ខសូមថែរក្សាជីវិតទូលបង្គំហើយរំដោះទូលបង្គំសូមកុំឲ្យទូលបង្គំត្រូវអាម៉ាស់ឡើយដើម្បីទូលបង្គំជ្រកកោនក្នុងទ្រង់ទំនុកដំកើងជំពូក32អ្នកណាដែលត្រូវបានអត់ទោសអំពើល្មើសហើយអំពើបាបរបស់គេត្រូវបានបិទបាំងនោះមានពរអ្នកណាដែលព្រះអម្ចាស់មិនរាប់អំពើបាបទាក់នឹងគេហើយក្នុងវិញ្ញាណរបស់គេគ្មានការកុហកទេនោះមានពរកាលខ្ញុំនៅស្ងៀមឆ្អឹងរបស់ខ្ញុំក៏ស្ងួមស្ងួតទៅដោយសារខ្ញុំធឹងរោពេញមួយថ្ងៃពេលនោះខ្ញុំបានទទួលស្គាល់អំពើបាបរបស់ខ្ញុំចំពោះត្រង់ហើយមិនបានបិទបាំងអំពើទុច្ចរិតរបស់ខ្ញុំឡើយខ្ញុំបាននិយាយថាខ្ញុំនឹងសារភាពអំពើល្មើសរបស់ខ្ញុំចំពោះព្រះអម្ចាស់ហើយទ្រង់បានអត់ទោសកំហុសនៃអំពើបាបរបស់ខ្ញុំអ្នកជាទីលាក់ខ្ញុំរបស់ខ្ញុំទ្រង់នឹងការពារខ្ញុំពីទុក្ខលំបាកហើយហ៊ុំព័ទ្ធខ្ញុំដោយបិទចម្រៀងនៃការរំដោះខ្ញុំនឹងណែនាំអ្នកហើយបង្រៀនអ្នកក្នុងផ្លូវដែលអ្នកគួរដើរខ្ញុំនឹងប្រឹក្សាអ្នកដោយភ្នែកស្រឡាញ់របស់ខ្ញុំនៅលើអ្នកសេចក្តីវេទនារបស់មនុស្សអាក្រក់មានច្រើនតែសេចក្តីស្រឡាញ់មិនបរាជ័យរបស់ព្រះអម្ចាស់ហ៊ុំព័ទ្ធអ្នកដែលទុកចិត្តលើទ្រង់សហគមន៍នឹងការរស់នៅប្រកបដោយក្រមសីលធម៌រ៉ូមជំពូក12ដូច្នេះបងប្អូនអើយដោយយោងទៅលើព្រះハរតីមេត្តាករុណារបស់ព្រះជាម្ចាស់ខ្ញុំសូមដាស់តឿនអ្នករាល់គ្នាឲ្យថ្វាយរូបកាយរបស់អ្នករាល់គ្នាជាយញ្ញបូជារស់នៅដ៏បរិសុទ្ធហើយក៏ព្រះハរតីព្រះជាម្ចាស់នេះជាការថ្វាយបង្គំដ៏ពិតប្រាកដនិងត្រឹមត្រូវរបស់អ្នករាល់គ្នាកុំធ្វើតាមលំនាំនៃពិភពលោកនេះឡើយតែត្រូវផ្លាស់ប្រែដោយការកែប្រែចិត្តគំនិតរបស់អ្នករាល់គ្នានោះអ្នករាល់គ្នានឹងអាចលបងលោហើយយល់ឃើញថាតើអ្វីជាព្រះハរតីរបស់ព្រះជាម្ចាស់គឺជាព្រះハរតីដ៏ល្អក៏ព្រះハរតីនឹងល្អឥតខ្ចោះរបស់ទ្រង់ដបិតដូចជាយើងម្នាក់មានរូបកាយតែមួយដែលមានអវយវៈច្រើនហើយអវយវៈទាំងនេះមិនមានមុខងារដូចគ្នាទាំងអស់ទេដូច្នេះក្នុងព្រះគ្រីស្ទទោះបីយើងច្រើនអ្នកក៏បង្កើតបានជារូបកាយតែមួយហើយសមាជិកម្នាក់ជាកម្មសិទ្ធិរបស់អ្នកដទៃទាំងអស់ដែរសេចក្តីស្រឡាញ់ត្រូវតែស្មោះត្រង់ស្អប់អ្វីដែលអាក្រក់ចូលតោងជាប់នឹងអ្វីដែលល្អចូលស្មោះត្រង់នឹងគ្នាទៅវិញទៅមកដោយសេចក្តីស្រឡាញ់ចូលលើកតម្កើងគ្នាទៅវិញទៅមកជាងខ្លួនឯងកុំខ្វះការខ្នះខ្នែងឡើយតែត្រូវរក្សាភាពក្លៀវក្លាខាងវិញ្ញាណរបស់អ្នកដោយបម្រើព្រះអម្ចាស់ចូលរស់នៅដោយសុខដុមរមនាជាមួយគ្នាកុំមានអំនួតតែត្រូវមានចិត្តក្នុងការរាប់អានមនុស្សដែលមានឋានៈទាបកុំមានចិត្តឆ្មើងឆ្មៃកុំសងសឹកអ្នកណាម្នាក់ដោយអំពើអាក្រក់វិញត្រូវប្រយ័ត្នធ្វើអ្វីដែលត្រឹមត្រូវនៅក្នុងផ្នែករបស់មនុស្សគ្រប់រូប
ប្រសិនបើអាចធ្វើទៅបានដរាបណាវាអាស្រ័យលើអ្នកចូលរស់នៅដោយសុខសាន្តជាមួយមនុស្សគ្រប់រូបកុំឲ្យត្រូវអំពើអាក្រក់ឈ្នះឡើយតែត្រូវឈ្នះអំពើអាក្រក់ដោយអំពើល្អវិញអេផេសូជំពូក4ដូច្នេះក្នុងនាមជាអ្នកស្គាល់ព្រះអម្ចាស់ខ្ញុំសូមដាស់តឿនអ្នករាល់គ្នាឲ្យរស់នៅតាមការត្រាស់ហៅដែលអ្នករាល់គ្នាបានទទួលចូលបន្ទាបខ្លួនដោយពេញលេញហើយស្លូតបូតចូលអត់ធ្មត់ដោយអត់ធ្មត់នឹងគ្នាទៅវិញទៅមកដោយសេចក្តីស្រឡាញ់ចូលខំប្រឹងឲ្យអស់ពីសមត្ថភាពដើម្បីរក្សាឯកភាពនៃព្រះវិញ្ញាណតាមរយៈចំណងនៃសេចក្តីសុខសាន្តផ្ទុយទៅវិញតាមរយៈការនិយាយការពិតដោយសេចក្តីស្រឡាញ់យើងនឹងរីកចម្រើនឡើងគ្រប់ទិដ្ឋភាពទៅជាអង្គដ៏ពេញវ័យនៃព្រះអង្គដែលជាក្បាលគឺព្រះគ្រីស្ទអ្នករាល់គ្នាមិនត្រូវរស់នៅដោយជាសាសដតីទៀតឡើយក្នុងភាពឥតប្រយោជន៍នៃការគិតរបស់ពួកគេអ្នករាល់គ្នាត្រូវបានបង្រៀនតាក់ទងនឹងផ្លូវជីវិតពីមុនរបស់អ្នករាល់គ្នាឲ្យបោះបង់ទម្លាប់ចាស់ចេញដែលកំពុងត្រូវបំផ្លាញដោយសារសេចក្តីប៉ងប្រាថ្នាបោកបញ្ឆោតរបស់ខ្លួនឲ្យបានថ្មីក្នុងឥរិយាបថនៃចិត្តគំនិតរបស់អ្នករាល់គ្នាហើយឲ្យស្លៀកពាក់មនុស្សថ្មីដែលត្រូវបានបង្កើតឲ្យដូចព្រះជាម្ចាស់ក្នុងសេចក្តីសុចរិតនិងសេចក្តីបរិសុទ្ធពិតប្រាកដហេតុនេះហើយអ្នករាល់គ្នាម្នាក់ៗត្រូវលះបង់ការកុហកហើយនិយាយពិតជាមួយអ្នកជិតខាងដើម្បីយើងរាល់គ្នាជាសមាជិករបស់រូបកាយតែមួយក្នុងសេចក្តីខឹងរបស់អ្នកកុំធ្វើបាបកុំឲ្យព្រះអាទិត្យលិចទៅខណៈពេលដែលអ្នកនៅតែខឹងហើយកុំឲ្យមានសត្រូវមានឱកាសឡើយកុំឲ្យពាក្យអសុរោះណាចេញពីមាត់អ្នករាល់គ្នាឡើយតែឲ្យមានតែពាក្យដែលមានប្រយោជន៍សម្រាប់ការកសាងអ្នកដទៃឡើងទៅតាមសេចក្តីត្រូវការរបស់គេដើម្បីឲ្យពាក្យនោះផ្ដល់ប្រយោជន៍ដល់អ្នកដែលស្ដាប់ចូលកម្ចាត់ចោលភាពជូរចត់កំហឹងពីរោធការឆ្លោះប្រកែកនិងការនិយាយបង្កាច់បង្ខូចរួមជាមួយនឹងភាពទុច្ចរិតគ្រប់បែបយ៉ាងត្រូវមានចិត្តសប្បុរសនិងមេត្តាករុណាដល់គ្នាទៅវិញទៅមកដោយអត់ទោសឲ្យគ្នាទៅវិញទៅមកដូចជាព្រះជាម្ចាស់បានអត់ទោសឲ្យអ្នករាល់គ្នាក្នុងព្រះគ្រីស្ទដែរកូឡូសចំពុក3ដូច្នេះដោយហេតុថាអ្នករាល់គ្នាត្រូវបានប្រោសឲ្យរស់ឡើងវិញជាមួយព្រះគ្រីស្ទចូលតាំងចិត្តលើអ្វីដែលនៅស្ថានលើជាកន្លែងដែលព្រះគ្រីស្ទគង់នៅខាងស្ដាំព្រះហស្ថរបស់ព្រះជាម្ចាស់ចូលតាំងចិត្តគិតពីអ្វីដែលនៅស្ថានលើកុំគិតពីអ្វីនៅលើផែនដីឡើយដូច្នេះចូលសម្លាប់អ្វីដែលតាក់ទងនឹងធម្មជាតិលោកីរបស់អ្នករាល់គ្នាគឺអំពើអសិលធម៌ខាងផ្លូវភេទភាពមិនបរិសុទ្ធទន់ហាសេចក្តីប៉ងប្រាថ្នាអាក្រក់និងសេចក្តីលោភលន់ដែលជាការថ្វាយបង្គំរូបព្រះតែឥឡូវនេះអ្នករាល់គ្នាក៏ត្រូវលះបង់របបទាំងអស់នេះចេញដែរគឺកំហឹងពីរោធសេចក្តីទុច្ចរិតការនិយាយបង្កាច់បង្ខូចនិងពាក្យអាក្រក់ពីមាត់របស់អ្នករាល់គ្នាកុំកុហកគ្នាទៅវិញទៅមកដើម្បីអ្នករាល់គ្នាបានបោះបង់ទម្លាប់ចាស់ចេញពីការអនុវត្តរបស់គេហើយបានស្លៀកពាក់មនុស្សថ្មីវិញដែលកំពុងត្រូវបានកែប្រែថ្មីក្នុងចំណេះដឹងតាមរូបភាពរបស់ព្រះអង្គដែលបានបង្កើតដូច្នេះក្នុងនាមជារាជដែលព្រះជាម្ចាស់បានជ្រើសរើសជារាជដ៏វិសុទ្ធហើយជាទីស្រឡាញ់ចូលស្លៀកពាក់សេចក្តីមេត្តាករុណាសេចក្តីសប្បុរសភាពរាបទាបភាពស្លូតបូតនិងការអត់ធ្មត់ចូលអត់ធ្មត់នឹងគ្នាទៅវិញទៅមកហើយអត់ទោសឲ្យគ្នាទៅវិញទៅមកប្រសិនបើអ្នកណាម្នាក់មានការត្អូញត្អែទោសនឹងអ្នកណាម្នាក់ចូលអត់ទោសឲ្យដូចជាព្រះអម្ចាស់បានអត់ទោសឲ្យអ្នករាល់គ្នាដែរហើយលើសពីគុណធម៌ទាំងអស់នេះចូលស្លៀកពាក់សេចក្តីស្រឡាញ់ដែលចងពួកគេទាំងអស់គ្នាក្នុងឯកភាពដ៏ល្អឥតខ្ចោះកូរិនថូសទី1ជំពូក13ទោះបីខ្ញុំនិយាយភាសាមនុស្សឬភាសាទេវតាក៏ដោយតែបើខ្ញុំគ្មានសេចក្តីស្រឡាញ់ខ្ញុំគ្រាន់តែជាកងដែលបន្លឺសំឡេងឬជាឆាបដែលឮសូរប៉ុណ្ណោះបើខ្ញុំមានអំណោយទានខាងការថ្លែងព្រះបន្ទូលហើយអាចយល់ដល់អាចកំបាំងទាំងអស់និងចំណេះដឹងទាំងអស់ហើយបើខ្ញុំមានសេចក្តីជំនឿដែលអាចរំកិលភ្នំបានតែបើខ្ញុំគ្មានសេចក្តីស្រឡាញ់ខ្ញុំគឺជាគ្មានអ្វីឡើយសេចក្តីស្រឡាញ់អត់ធ្មត់សេចក្តីស្រឡាញ់សប្បុរសសេចក្តីស្រឡាញ់មិនច្រណែនមិនអួតអាងមិនឆ្មើងឆ្មៃឡើយវាមិនប្រមាថអ្នកដទៃមិនស្វែងរកប្រយោជន៍ខ្លួនមិនងាយខឹងមិនរក្សាកំណត់ត្រានៃកំហុសឡើយសេចក្តីស្រឡាញ់មិនរីករាយនឹងអំពើអាក្រក់តែរីករាយនឹងសេចក្តីពិតវិញវាការពារជានិច្ចទុកចិត្តជានិច្ចសង្ឃឹមជានិច្ចតស៊ូជានិច្ចសេចក្តីស្រឡាញ់មិនដែលបរាជ័យឡើយ
ដបិតឥឡូវនេះយើងឃើញត្រឹមតែការឆ្លោះបញ្ចាំងដូចនៅក្នុងកញ្ចក់ប៉ុណ្ណោះពេលនោះយើងនឹងឃើញទល់មុខគ្នាឥឡូវនេះខ្ញុំដឹងតែមួយផ្នែកប៉ុណ្ណោះពេលនោះខ្ញុំនឹងស្គាល់បានពេញលេញដោយដែលខ្ញុំត្រូវបានគេស្គាល់ពេញលេញដែរហើយឥឡូវនេះមាន3យ៉ាងនៅស្ថិតស្ថេរគឺសេចក្តីជំនឿសេចក្តីសង្ឃឹមនិងសេចក្តីស្រឡាញ់ប៉ុន្តែសេចក្តីស្រឡាញ់នេះឯងជាសេចក្តីដ៏ធំជាងគេប្រសិនបើអ្នកពេញចិត្តនឹងសារនេះសូមចែករំលែកវាជាមួយមិត្តភ័ក្តិនិងក្រុមគ្រួសាររបស់អ្នកហើយសូមចុច Subscribe Channel របស់ខ្ញុំសូមប្រែប្រទានពរហើយជួបគ្នានៅក្នុងវីដេអូបន្ទាប់ Walk with God.